ជំរាបប្រាប់លោកពូយើងចូលរួមថ្ងៃនេះវា$20000នឹងទឹកប្រាក់បាទថាវិការ5លានបាទ5លានហើយមានបងប្អូនយើងអីបន្ថែមអានឹងទឹកចិត្តរបស់គាត់បន្ថែមបាទសម្រាប់សុកទុកបងប្អូនកងកម្លាំងរបស់យើងនៅតំបន់របស់លោកពូផ្ទាល់គឺគាត់មានសុកទុកយ៉ាងណាដែររហូតមកដល់ឥឡូវនេះដល់ពីសម្ដេចជួយបានឧបត្ថម្ភនៃថវិកាបំពន់ប្រយុទ្ធបំពន់អ្នកនៃសមត្ថភូមិហ្នឹងអញ្ចឹងកងកម្លាំងជាពិសេសអង្គភាពបញ្ជាការឋានផ្សេងក្នុងរបស់ខ្ញុំហ្នឹងមានជាភាពសមរម្យក្រុមការដឹកនាំរបស់សម្ដេចធិបតីនាយករដ្ឋមន្ត្រីថ្មីនេះបើសិនជាបងប្អូនយើងចង់ជួយជាជំនួយបន្ថែមទៀតអាចតាក់ទងមកកាន់លេខលោកពូផ្ទាល់បាទលោកពូគឺគាត់គឺជាមេវិជាការប្រចាំទិសនៅតំបន់ព្រះវិហារនេះផ្ទាល់តែម្ដងមានការបៀតបៀនពីប្រទេសជិតខាងអញ្ចឹងហើយឃើញបងប្អូនខ្មែរយើងសាមគ្គីគ្នាបានល្អអញ្ចឹងខ្ញុំរំភើបសប្បាយចិត្តទោះបីជាខ្ញុំនឹងភរិយារួមទាំងបងប្អូនសមាជិកក្រុមហ៊ុនទឹកចិនសិនម៉ៃអ៊ីមកចូលរួមបានចំណាយតិចក្តីច្រើនក្តីប៉ុន្តែធ្វើអារម្មណ៍យើងសប្បាយបាទតាមលទ្ធភាពរបស់យើងបាទណាលោកអរគុណអរគុណពូប្រាប់បងប្អូនទាំងអស់ជូនពរអរគុណពូសប្បាយភាពកិច្ចរស់ស៊ីមានបានអរគុណលើកក្រោយមកទៀតណាពូអរគុណលោកថាមកក្រោយទទួលកាប់ក្រូបាទបានមកភាសាបាយនេះហ៎ភាសាបាយថ្ងៃត្រង់រហូតធ្វើល្ងាចដល់រួមទាំងសាច់ញាតិបងប្អូនទាំងអស់ក៏ដូចជាបងអូនស្រីវីដោសម្លាញ់ហេនបាទដែលមេបោះដុំទឹកចិនសិនរួមទាំងក្រុមការងារទាំងអស់ដែលបានមកចូលរួមថ្ងៃនេះជាការដឹងគុណបាទក្នុងន័យដែលរស់ក្រោមដំបូលសន្តិភាពនៅពេលដែលប្រទេសយើងត្រូវមានប្រទេសជិតខាងមានអីបញ្ហាពេលខ្លះគឺជាការចូលរួមចំណែកបន្តិចបន្តួចគ្រាន់តែថាតាមសទ្ធាបាទតាមសទ្ធាហើយក៏ជាការចូលរួមមួយជាមួយបងប្អូនកងកម្លាំងហើយក៏អរគុណណាស់សម្រាប់បងប្អូនកងកម្លាំងទាំងអស់ដែលតែងតែការពារបរណភាពទឹកដីរបស់យើងតែជាខ្មែរតែមួយទាំងអស់អរគុណហើយបាទហើយក៏ជំរាបប្រាប់លោកពូយើងចូលរួមថ្ងៃនេះវា$20000$20000ហ្នឹងទឹកចិនសិនយើងរៀបជា$20000យើងរៀបជាទឹកចិនសិន500កេសវាស្មើនឹង$19000ហើយយើងអានឹងចាក់ចែងលោកពូចាក់ចែងចោះហើយនឹងមួយទៀតនឹងទឹកប្រាក់បាទថាវិការ5លានបាទ5លានហើយមានបងប្អូនយើងអីបន្ថែមអានឹងទឹកចិត្តរបស់គាត់បន្ថែមបាទមានប៉ុណ្ណឹងបើសិនជាបងប្អូនយើងចង់ជួយជាជំនួយបន្ថែមទៀតអាចតាក់ទងមកកាន់លេខលោកពូផ្ទាល់បាទលោកពូគឺគាត់គឺជាមេវិជាការប្រចាំទិសនៅតំបន់ព្រះវិហារនេះផ្ទាល់តែម្ដងបើលោកពូអាចជួយបញ្ជាក់លេខទូរស័ព្ទតិចបានទេក៏លោកបងប្អូនយើងគាត់អាចតាក់ទងមកដើម្បីចង់ផ្ដល់ជាជំនួយតាមរយៈលោកពូ097 7272 733បាទលោកពូបាទហើយលោកពូឥឡូវគឺសម្រាប់សុកទុកបងប្អូនកងកម្លាំងរបស់យើងនៅតំបន់របស់លោកពូផ្ទាល់គឺគាត់មានសុកទុកយ៉ាងណាដែររហូតមកដល់ឥឡូវនេះដល់ពីសម្ដេចជួយបានឧបត្ថម្ភនៃថវិកាបំពន់ប្រយុទ្ធបំពន់អ្នកនៃសមត្ថភូមិហ្នឹងអញ្ចឹងកងកម្លាំងជាពិសេសអង្គភាពបញ្ជាការឋានផ្សេងក្នុងរបស់ខ្ញុំហ្នឹងមានជាភាពសមរម្យក្រុមការដឹកនាំរបស់សម្ដេចធិបតីនាយករដ្ឋមន្ត្រីថ្មីនេះក៏បន្តពីលោកសម្ដេចតេជោដែរអញ្ចឹងអង្គភាពរៀនជារួមបងប្អូនទាំងអស់សូមថ្លែងអំណរគុណសម្ដេចតេជោសម្ដេចធិបតីសម្ដេចកតេប្របណ្ឌិតព្រមទាំងលោកជំទាវសម្ដេចធិបតីហ្នឹងបានឧបត្ថម្ភនឹងដល់ដីធ្លីផ្ទះសម្បែងសម្រាប់ជូនអង្គភាពខ្ញុំហ្នឹងបានស្នាក់នៅបានរស់នៅសមរម្យបាទគុណលោកពូ2លានអរគុណច្រើនបាទអរគុណណាលោកអរគុណពូប្រាប់ពូអរទាំងអស់ជូនពរអរគុណពូសប្បាយភាពកិច្ចរស់ស៊ីមានបានអរគុណលើកក្រោយមកទៀតណាពូអរគុណលោកថាមកក្រោយទទួលកាប់ក្រូបាទបានមកភាសាបាយនេះហ៎ភាសាបាយថ្ងៃត្រង់រហូតធ្វើល្ងាចដល់ថ្ងៃនេះមានអតីតជនមកដែរបាទเขาไปคืนไงបាទរតនាពេលខ្ញុំហ្នឹងមកសុំនេះបាទក៏ស្គាល់បាទសតៃតៈអរគុណច្រើនលោកពូណាលោកពូរំខានជួយទៅណាវិញទៅសៀមរាបវិញចឹងអូតាងាយហ្នឹងបងបាទពូពីបងបានមកជួបជាមួយនឹងបងដែលជាកងតបការពារព្រំដែនរបស់យើងផ្ទាល់នៅពេលដែលមកដល់ឃើញស្នាមញញឹមរបស់គាត់នឹងការទទួលយ៉ាងភាពកក់ក្ដៅតែម្ដងនៅពេលដែលបងឃើញបែបហ្នឹងបងមានអារម្មណ៍យ៉ាងម៉េចដែរសប្បាយចិត្តហើយមានកម្លាំងថានឹងប្រឹងធ្វើការរកស៊ីបន្តទៅទៀតដើម្បីជាចំណែកដ៏ល្អមួយនៅក្នុងសង្គមនៅពេលដែលមានការបៀតបៀនពីប្រទេសជិតខាងអញ្ចឹងហើយឃើញបងប្អូនខ្មែរយើងសាមគ្គីគ្នាបានល្អអញ្ចឹងខ្ញុំរំភើបសប្បាយចិត្តទោះបីជាខ្ញុំនឹងភរិយារួមទាំងបងប្អូនសមាជិក
ក្រុមហ៊ុនទឹកចិនសិនម៉ៃអ៊ីមកចូលរួមបានចំណាយតិចក្តីច្រើនក្តីប៉ុន្តែធ្វើអារម្មណ៍យើងសប្បាយបាទតាមលទ្ធភាពរបស់យើងបាទ សំខាន់អ្វីដែលបងសប្បាយហ្នឹងមកដល់លោកពូតែហ៊ានសិតតែស្គាល់ម៉ៃអ៊ីទៅណា បាទ ស្គាល់តែម៉ៃអ៊ីស្គាល់តែទឹកចិនសិនម៉ៃអ៊ី គាត់ធ្លាប់ឮទឹកចិនសិនម៉ៃអ៊ីប៉ុន្តែអត់ដែលបានភាសាហើយថ្ងៃហ្នឹងគាត់ថាថ្ងៃនេះបាន បាទជាភាសាពេលដែលយើងមកដល់គាត់ផ្ដល់ភាពក្តីស្រឡាញ់ឲ្យយើងយ៉ាងភាពកក់ក្ដៅបងនិយាយទៅបាទបាទបងហើយនៅក្នុងថ្ងៃបន្តគឺបងប៉មនាំនៅអំណោយគឺយើងមានអីគេខ្លះដែរសម្រាប់យកមកជូនបងដែលជាកងកម្លាំងរបស់យើង ថ្ងៃនេះយើងមានទឹកចិនសិន500កេស បាទ ស្មើនឹងបើយើងទិញវាស្មើ$19000ដោយសារយើងជូនជាទឹកចិនសិនហ្នឹងមូលហេតុថាយើងឧបត្ថម្ភជាថវិកាសតទៅក៏យើងទៅទិញជាអង្គយើងទិញជាមីទិញទឹកភេសជ្ជៈតែ យើងឃើញមីអង្គបងប្អូនគាត់ជួយមកច្រើនបាទ តែអញ្ចឹងយើងជួយជាទឹកចិនសិន500កេសស្មើ$19000ហើយនឹងថវិកា5លានបាទ5លានហើយបងប្អូនយើងតំណាងផ្សេងបន្ថែមទៀតបាទអញ្ចឹងស្មើ$20000ជាងបាទ$20000ជាង ហើយ ចូល សា រួម ជាដំបូងបងគិតថាចូលជាថវិកាដែរទេដល់ពេលហើយគិតថាថវិកានឹងអាចទិញមីទិញទឹកទិញអីឲ្យឃើញបងប្អូនខ្មែរយើងច្រើនណានៅក្នុងពេលនេះគាត់ចូលរួមជាទឹកជាមីជាអីក៏ឲ្យអស់ហើយអញ្ចឹងបងថាទិញមកទឹកទៀតបងគិតថាបើទិញទឹកជូនទឹកចិនសិនទៅវាកាន់តែល្អជាងទឹកទៀតណា បាទជួយសុខភាពជំនួយកម្លាំង ផ្ដល់កម្លាំងឲ្យគាត់កាន់តែសុខភាពល្អ បាទបងជាចុងក្រោយបងមានអីជូនពរទៅកាន់បងកងកម្លាំងរបស់យើងដែលឈរជើងការពារនៅប្រព័ន្ធព្រំដែនជាពិសេសគឺតំបន់ដែលកំពុងតែក្តៅកគុកនេះតតែម្ដងមានអីជូនពរទៅសម្រាប់ទៅកាន់បងដែលជាកងកម្លាំងយើងបង បាទក្នុងនាមខ្ញុំបាទនិងភរិយាក៏ដូចជាប្អូនក៏ដូចជាសមាជិកនៃក្រុមហ៊ុនទឹកចិនសិនម៉ៃអ៊ីទាំងអស់ក៏ដូចជាពុកម៉ែបងប្អូនទាំងអស់ការចូលរួមថ្ងៃនេះគឺជាកម្លាំងចិត្តមួយសម្រាប់បងប្អូនកងទ័ពដែលគាត់ការពារបរណភាពទឹកដីរបស់យើងហើយការរួមចំណែកនេះគឺជាការដឹងគុណបាទខ្ញុំក្តីទាំងអស់គ្នាគឺជាការដឹងគុណក្នុងនាមជាពលរដ្ឋម្នាក់ដែលរស់នៅក្នុងប្រទេសខ្មែរក្រោមដំបូលសន្តិភាពទាំងអស់គ្នាខ្មែរជួយខ្មែរបាទ ហើយជាចុងក្រោយបើថានេះទៀតបងមានអីសំណូមពរទៅកាន់បងប្អូនសប្បុរសជនយើងផ្សេងទៀតដើម្បីឲ្យគាត់មកជួយជាជំនួយមកដល់កងកម្លាំងរបស់យើងគាត់កំពុងតែឈរជើងយ៉ាងអង្អាចក្លាហានដោយបើនិយាយទៅគាត់បដូរមកគាត់អត់ខ្លាចនៃសេចក្តីស្លាប់នេះដើម្បីការពារទឹកដីបាទ ខ្ញុំមានតែការសំណពរបាទសំណពរក្នុងការរួបរวมគ្នាទាំងអស់នៅក្នុងការចូលរួមជាមួយបងប្អូនកងទ័ពហើយមួយទៀតពាក់ព័ន្ធនឹងព័ត៌មានមួយចំនួនបងប្អូនពិនិត្យមើលព័ត៌មានខ្លះព័ត៌មានពិតឬមិនពិតអីសូមបងប្អូនពិនិត្យពីព្រោះព័ត៌មានคล้ายៗខ្លះមួយចំនួនច្រើនដែលធ្វើឲ្យមានការបំពុលបាទនឹងមួយហើយទី2បងប្អូនអាចរួមជាចំណាយជាថវិកាក្តីតិចក្តីច្រើនក្តីបាទតាមលទ្ធភាពជាក់ស្ដែងនេះគឺជាការចូលរួម តាម$1 $2 បានដែរបាទ ហើយទី3មានការ share លើកម្លាំងចិត្តបាទ share ឬមួយក៏យើងមានក្តីស្រឡាញ់ក៏បានប៉ុនដែរក៏ជាការចូលរួមចំណែកមួយដែរស្រឡាញ់ប្រទេសយើងបាទមានអាណាស្រឡាញ់ជាតិសាសន៍យើងជាងយើងខ្លួនឯងទេបាទ នៅប្រទេសនេះប្រទេសអីគេបងប្រទេសឈ្មោះអី បញ្ជាការការដ្ឋានកំភ្លើងធំបញ្ជាការដ្ឋានកំភ្លើងធំលេខ 097 បាទ បាទអរគុណលោកពូបាទប្រិមត្តខ្ញុំបងប្អូនយើងអាចចាក់ទងមកតាមរយៈលេខរបស់លោកពូផ្ទាល់បាទយើងចូលរួមទាំងអស់គ្នាដើម្បីលើកទឹកចិត្តនិងកម្លាំងចិត្តទៅដល់បងដែលជាកងកម្លាំងរបស់យើងដែលលោកបាទគឺបាទលះបង់បាទឈាមស្រស់បាទនៅក្នុងការការពារមាតុភូមិទឹកដីនៃប្រទេសរបស់យើងបាទប្រិមិត្តបាទឥឡូវជាចុងក្រោយនេះខ្ញុំក៏នឹងបងប្រុសអុកញ៉ាយមស្រង់លោកជំទាវបងស្រីម៉ៃអ៊ីនិងលោកពូដែលជាបាទមេវិជ្ជាការនៅតំបន់កំភ្លើងធំនៅខេត្តព្រះវិហារនេះបន្តតែម្ដងប្រិមិត្តឥឡូវក៏សូមមកធ្វើការបិទបញ្ចប់ត្រឹមនេះរកពេលពេកកំហុសឆ្គងតាមកំបីក៏សូមខន្តីបេតូសូមអរគុណសូមគោរពលា